សមាជិកក្រុមថ្នាក់ឲ្យបានបង្កើតក្រុមដោយជោគជ័យនិងទទួលបានជំនាញចម្បាំងយានជំនិះត្រូវបានអភិវឌ្ឍឡើងវិញទៅជាឡានក្រោះបំពាក់គ្រឿងសង្គ្រាមដ៏ប្រណិតឬអាវុធត្រូវបានអភិវឌ្ឍឡើងវិញយ៉ាងពេញលេញទៅជាអាវុធតាមដានឡានក្រោះត្រូវបានបំផ្លែងទៅជាឡានក្រោះបំពាក់គ្រឿងសង្គ្រាមដ៏ប្រណិតតើនេះជាស្អីឲ្យពិតប្រាកដទៅបានសម្រេចហើយតើនេះជាស្អីឲ្យពិតប្រាកដទៅនេះពិតជាវត្ថុមានតម្លៃដ៏អស្ចារ្យសម្រាប់ថ្ងៃខែចុងក្រោយមែនមិនបាច់ខ្វល់ថាមានរឿងអ្វីកើតឡើងនោះទេឲ្យតែសម្លាប់វាចោលវត្ថុមានតម្លៃសម្រាប់ថ្ងៃខែចុងក្រោយនេះនឹងក្លាយជារបស់ពួកយើងហើយមែនហើយសម្លាប់វាចោលសម្លាប់វាមិនបានទេខ្ញុំត្រូវតែចុះទៅជួយបងលូនាងតូចមិនមែនចុះទៅបង្កបញ្ហាទេប្រយ័ត្នមិនក៏នាងចុះមកខាងក្រោមនេះខ្ញុំចង់ប្រយុទ្ធប្តីក្នុងជាមួយអ្នកឡខាងមិនជាសមាជិកក្រុមដែលត្រូវបានបញ្ជាក់ដោយប្រព័ន្ធឡណាឥឡូវនេះគាត់មានបន្ទុកបន្ថែមនេះអ្នកបន្លំភ្នែកមែនទេនេះវាយ៉ាងម៉េចពួកយើងទោះបីជាមកមនុស្សច្រើនប៉ុណ្ណឹងក៏វាមិនឈ្នះដែរមិនកាលពីបន្តិចមុនមិនទង់ឃើញថាក្អេងក្អាងខ្លាំងណាស់ហើយមកសម្រាប់ខ្ញុំមកនេះនរណាអាចវាឈ្នះទៅប្រញាប់រត់ទៅបងលូខ្ញុំខុសហើយទាំងអស់នេះគ្រាន់តែជាកាយច្រឡំទេគឺកាយច្រឡំសុទ្ធសាធបងលូឯងមើលឡានរបស់ឯងធំជាងមុនហើយអាចជួយមនុស្សបានច្រើនជាងមុនទៀតខ្ញុំស្ដាប់តាមបញ្ជាលោកគ្រប់យ៉ាងមនុស្សក្បត់ដែលផ្លាស់ប្ដូរពីមុខដូចពស់ពីអើយខ្ញុំមិនហ៊ានធានាទេថាឯងនឹងលួចយកកាំបិតមកចាក់ខាងក្រោយក្នុងខ្ញុំឬអត់នោះទេតោះយើងឡើងឡានបងលូសុំទោសមិញនេះខ្ញុំរំភើបពេកហើយមិនគួររត់មករកទេស្ទើរតែធ្វើជាបន្ទុករបស់បងទៅហើយបន្ទុកអានឹងសម្រាប់អ្នកអតីតទេប៉ុន្តែសម្រាប់បងលូឲ្យតែបងខ្លាំងគ្រប់គ្រាន់ទោះបីជាឯងធ្វើអ្វីក៏មិនមែនជាបន្ទុករបស់បងដែរបងលូបងពិតជាល្អណាស់តោះយើងឡើងឡានខ្ញុំសូមសំណូមពរលោកសូមមេត្តាខ្ញុំផងដោយយល់ពីពួកយើងធ្លាប់ធ្វើការជាមួយគ្នាម្ដងសូមជួយបងលូជួយខ្ញុំផងឯងក៏សំដែរមិញនេះចង់ធ្វើបាបបងលូផងមនុស្សដូចឯងនឹងគឺសំស្លាប់ណាស់បងលូតោះយើងទៅហើយមែនទេកុះសូមឲ្យអ្នកអនុញ្ញាតឲ្យពួកយើងឡើងឡានទៅពិតមែនហើយសូមឲ្យពួកយើងឡើងឡានទៅពួកយើងលែងហ៊ានទៀតហើយមិនក៏មិនអាណិតទេពួកវាគឺសំស្លាប់ណាស់គ្រាន់តែខ្ញុំមិនចង់ឃើញទស្សនវិជ្ជាបែបនេះទេបងពិតជាល្អមែនកុំថាខ្ញុំមិនបើកផ្លូវរស់ឲ្យពួកអ្នកឲ្យសោះដួលកាប់មុខចុះថាខ្ញុំមិនឲ្យឱកាសពួកអ្នកឲ្យសោះអ្នកមើលទៅទីនោះចុះមានម៉ូតូមួយគ្រឿងដែលអាចដឹកមនុស្សបានយ៉ាងច្រើនបំផុតត្រឹមតែម្នាក់ប៉ុណ្ណោះឲ្យចាក់ចេញទៅចំណែកឯថាជានរណាវិញគឺអាស្រ័យលើពួកអ្នកហើយនេះជាម៉ូតូរបស់ខ្ញុំមិនឲ្យនរណាមកសត្វដណ្ដើមជាមួយខ្ញុំឡើយចង់គេចខ្លួនម្នាក់ឯងមែនទេកុំសង្ឃឹមឲ្យសោះស៊ឺជឿឈៀងស្រីចាក់ចេញពីទីនេះទៅចាស់សលោកម្ចាស់គួរឲ្យខ្លាចណាស់បើសិនជាខ្ញុំនៅទីនោះខ្ញុំច្បាស់ជាខ្លាចជាមនុស្សម្នាក់ក្នុងចំណោមពួកគេជាក់ជាមិនខានអ្នកធ្វើស្អីហ្នឹង